ក្លាយជាមនុស្សអ្នកដែលរស់នៅដោយគ្មានវិញ្ញាណរស់កាយចិត្តស្លាប់ទំនួនកូនត្រូវរស់នៅឆ្ងាយប្តីជាបញ្ហាផ្លូវចិត្តមួយបន្ថែមពីនោះឲ្យប្តីទៅរលុយប៉ុន្តែប្តីអត់មានផ្ដល់លុយឲ្យលើសពីនឹងទៅទៀតទុកចោលមិនខ្វល់សួរនាំសូម្បីតែថ្ងៃដែលបាត់បង់កូនក៏ជាថ្ងៃដែលប្តីទៅជប់រឿងផឹកសាស្វាយអើងកងមានបងមានអូនហើយបណ្ដោយឲ្យស្រីប្រើសម្ដីប្រមាថមើលងាយមកប្រពន្ធងាកមកមើលបញ្ហារឿងដីធ្លីដីដែលគាត់ទិញកាលនៅកំឡោះដាក់ឈ្មោះគាត់ដីនឹងទិញបងរំលោះទេហើយបងទៅបានប្រហែលឆ្នាំហើយអត់ទាន់ដាច់ពេលគាត់នៅកំឡោះប៉ុន្តែនៅពេលដែលគាត់មកការជាមួយខ្ញុំរលុយបងជាមួយគ្នារយៈពេលប្រហែលឆ្នាំហើយខ្ញុំក៏ស្នើគាត់ថាបងដីហ្នឹងគួរតែដាក់ឈ្មោះយើងទាំងពីរនេះទី1ដោយសារតែយើងជាប្តីប្រពន្ធទី2ដោយសារតែអូនក៏ចូលរួមចំណែកបងជាមួយបងដែរតែគេតាមគ្រួសាររបស់គេថាធ្វើចឹងមិនត្រូវដីហ្នឹងគឺជាទ្រព្យដែលគេរកបានកាលនៅកំឡោះហេតុអីត្រូវដាក់ឈ្មោះប្រពន្ធខ្ញុំចង់សួរទៅបងថាតើគាត់ធ្វើអញ្ចឹងដាក់ខ្ញុំត្រូវអត់សមអត់បើជាប្តីប្រពន្ធនឹងគ្នាសោះនឹងហើយជួយរកលុយបងទៀតគ្រួសារខាងប្តីអត់ពេញចិត្តខ្ញុំតាំងពីពេលចាប់ផ្ដើមខ្ញុំចំណាយពេល10ឆ្នាំដើម្បីជំនះព្យាយាមពេលនេះលទ្ធផលចាញ់ហើយចុងក្រោយកិច្ចបំផុតពីឈ្មោះមេម៉ាយនេះក៏ព្រោះពាក្យថាស្រឡាញ់ការស្រឡាញ់គឺហ៊ានធ្វើគ្រប់យ៉ាងហ៊ានលះបង់គ្រប់យ៉ាងលះបង់ក្តីសុខលះបង់ពេលវេលាផ្ទាល់ខ្លួនជាពិសេសគឺខ្លួនឯងផ្ទាល់គឺលះបង់អស់ហើយចុងក្រោយកុំថាឡើយទ្រព្យសម្បត្តិរួមរកប្តីប្រពន្ធឬក៏ខ្ញុំបានដេកស៊ីកម្លាំងញើសឈាមប្តីសម្បីតែកូននៅក្នុងផ្ទៃរបស់ខ្ញុំក៏ខ្ញុំមិនអាចរក្សាបានផងនេះឬពាក្យថាសំខាន់ប្តីប្រពន្ធយើងស្រឡាញ់គ្នារឿងម៉ែឪពួកគាត់ចាស់ផ្សេងទេហើយនេះឬជាអ្វីដែលអ្នកតបស្នងមកខ្ញុំពីដំបូងឡើយនៅពេលដែលប្តីស្រឡាញ់ប្រពន្ធអូខេប្តីប្រពន្ធយើងស្រឡាញ់គ្នាប៉ុន្តែនៅពេលដែលអ្នកអត់ស្រឡាញ់ខ្ញុំនៅពេលដែលប្តីឈប់ស្រឡាញ់ប្រពន្ធអញ្ចឹងមែនអ្នកទៅតាមគ្រួសារអ្នកតាមគ្រួសារអ្នកខ្ញុំមិនល្អអញ្ចឹងខ្ញុំមិនល្អអញ្ចឹងអូខេបងអរគុណប្តីសម្លាញ់អរគុណមួយឯងខ្លាំងខំថាបងបានឃើញវីដេអូនេះហើយបងបានលើថានៅថ្ងៃដែលបងបណ្ដោយឲ្យស្រីដែលជាអ្នកដតីមកនិយាយថាអូនគុំប្តីអូនខាំងប្តីយកប្រលឹបឥតគិតដេកពួនពេលនោះបងអូនកំពុងតែគេងនៅលើក្រែពេទ្យឈឺពោះខ្លាំងគឺអូនបានបាត់បង់កូនរបស់យើងអូនមានតែពាក្យជូនពរបងជាមួយនឹងអនាគតអ្នកថ្មីបងរកស៊ីអីក៏មិនឡើងធ្វើអីក៏មិនកើតជួបតែទុកជួបតែគ្រោះជួបតែជំងឺអន្តរាយធ្វើស្រែស្រូវស្កកឈឺក្អកធ្លាក់សួតកើតឈួតតពូជមកខ្មែរខែក្រោយមេដៃអូនធៀមជូនបងជាចុងក្រោយផ្ដាំអរគុណទៅដល់បងអ្នកស្ដាប់និងបងក៏មិនលើកទឹកចិត្តចប់